បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយក្នុងការចែកម្លែកតាក់ទងទៅនឹង PAM យើងដដែលប៉ុន្តែ PAM របស់យើងថ្ងៃនេះ special មែនតើបាទគឺ PAM built in antivirus បាទហើយនឹង DLP function បាទអញ្ចឹងគឺ special មែនតើគឺយើងអាច block ទៅលើ antivirus file ដែល upload ទៅហើយនឹង content តាក់ទងនឹង sensitive ក៏យើងអាចធ្វើការ block បានដែរឧទាហរណ៍ថានៅក្នុង rule block DLP យើងបាទអញ្ចឹងមានដូចជា block extension block file over មួយមេបាទ block keyword block credit card block ASN បាទ block watermark អញ្ចឹងនៅពេលដែលគាត់ព្យាយាម upload ទៅកាន់ HTTP ឬក៏ SSH បាទឬក៏ download អីហ្នឹងគឺវានឹងធ្វើការ block ទៅលើ secret ដែលយើងបាន assign អូខេអញ្ចឹងយើងទៅធ្វើទាំងអស់គ្នាតើតើនឹងការ demo នេះបាទអញ្ចឹងទីមួយខ្ញុំ demo តើតើនឹង virus មុនអញ្ចឹងយើងចូលមកក្នុងកន្លែង rule ដែលខ្ញុំបានបង្កើតហើយបាទអញ្ចឹង block នោះតើតើនឹង HTTP បាទហើយនឹង SSH អញ្ចឹងយើងធ្វើការ block antivirus បាទអូខេអញ្ចឹងខ្ញុំមកចូលទៅ demo ទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះគឺ policy ដែលយើង apply ហើយអញ្ចឹងមុននឹងយើង apply យើងទៅ check មើល secret របស់យើងតើមាន apply អត់ឧទាហរណ៍ទៅក្នុង AD បាទអញ្ចឹងនៅក្នុង setting អញ្ចឹងយើងមើលកន្លែងនេះដាក់ virus អញ្ចឹង block HTTPS និង SSH ហ្នឹងបាទអញ្ចឹងកន្លែងហ្នឹងគឺជាអ្វីដែលយើង assign បាទយើង click មកវាមាន default ហើយនឹង block បាទអញ្ចឹងនៅពេលដែលយើងបានប៉ុណ្ណឹងហើយយើងគិតថាsecret របស់យើងនឹង apply policy នេះរួចយើងធ្វើការធ្វើតេស្តទាំងអស់គ្នាអូខេយើងចូលទៅខាង script របស់យើងហើយយើងចុច line script មកបាទយើង line តាម web ក៏បានតាម application ក៏បានបាទអូខេយើងចុច line មក web SMB បាទអញ្ចឹងក្នុង web SMB ហ្នឹងគឺដូចជា file share មួយអញ្ចឹងខ្ញុំបាន share content file ឧទាហរណ៍ថា user មួយគាត់ log ចូលទៅ server ដែលមាន IP 172.16.61.40 បាទហើយគាត់ចូល software អញ្ចឹងគាត់ចង់ download software ចេញពីក្នុងហ្នឹងឧទាហរណ៍នៅក្នុងនេះអញ្ចឹងថ្ងៃហ្នឹងយើង demo តាក់ទងទៅនឹង SP09 នេះតាក់ទងនឹង DLP និង antivirus បាទអញ្ចឹងនៅក្នុង file ទាំងអស់ហ្នឹងគឺខ្ញុំបាន set ហើយតាក់ទងទៅនឹង requirement មួយដែលយើងបានធ្វើតេស្តឥឡូវតាក់ទងទៅនឹងបាទ antivirus បាទអូខេបាទនៅក្នុង software បាទយើងមាន file មួយឈ្មោះថា ECA នេះជាទូទៅវាជា malware testing បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ download file malware ហ្នឹងមួយខ្ញុំចុចលើហ្នឹងមកបាទអញ្ចឹងវានឹង alert មកកាន់យើងគឺ high security alert តាក់ទងទៅនឹងប្រភេទរបស់វានេះជា malware បាទវាប្រាប់ URL បាទអញ្ចឹងបើសិនជាគេ access ចូលទៅ file របស់យើងហើយគេចង់ download យកចេញឬក៏ download យកមក run អីក៏វាអត់ work ដែរបាទវាធ្វើការ block បាទគឺ ECA នេះគឺយើងងាយស្រួលតេស្តមែនតើយើងចូលទៅក្នុង website ECA ទៅយើង download file ហ្នឹងហើយយើងយកមក upload អញ្ចឹងបាទអូខេអញ្ចឹងវានឹងធ្វើការ block ហើយអូខេនេះគឺតាក់ទងនឹង antivirus អូខេអញ្ចឹងយើងmoveមកមួយទៀតតាក់ទងទៅនឹង DLP របស់យើងធ្វើដូចគ្នាយើងចូលទៅក្នុង secret setting បាទហើយយើងចូលមកកាន់វាមាន data leak prevention ហើយនឹង DLP file pattern នេះគឺវាដូចជា extension មួយអញ្ចឹងអូខេអញ្ចឹងកន្លែងនេះគឺ block extension អញ្ចឹងខ្ញុំបើកឲ្យមើលអញ្ចឹងនៅក្នុង extension កន្លែងហ្នឹងបានន័យថាកន្លែងណាដែលយើង tick បានន័យថាវា block ឲ្យអញ្ចឹងនៅក្នុងនេះ file GIF ISO page បាទ zip G page អីហ្នឹងបាទ EE ហ្នឹងគឺយើងធ្វើការ block extension ហ្នឹងអូខេអញ្ចឹងយើងទៅ demo ទាំងអស់គ្នាបាទអញ្ចឹងយើងចូលមកកាន់ SMB របស់យើងមកហើយខ្ញុំចូលទៅកាន់ PAM បាទអញ្ចឹងយើងឧទាហរណ៍ថាតាក់ទងទៅនឹងមិញគឺ EE បាទ EE ឧទាហរណ៍ថា software អីចឹងទៅបាទនៅក្នុងនេះអត់មាន software ទេបាទខ្ញុំ back មកក្រោយមួយបាទអញ្ចឹងយើង EE ឧទាហរណ៍ថា file zip នេះមួយចុះបាទយើង run ទៅឲ្យតែប្រភេទ EE គឺវាធ្វើការ block បាទបាទគឺធ្វើការ block ហើយបាទអញ្ចឹងយើងមានជាច្រើនទៀតមិញដូចជាមាន file zip ដែរមកខ្ញុំរក file zip មួយបាទនៅក្នុងនេះអត់មាន file zip អត់មាន WinRAR អូខេនេះបាទអញ្ចឹងគឺ file zip ក៏វាធ្វើការ block ដែរអូខេអញ្ចឹងតើតើនឹងចំណុចនេះយើងអាច block បានច្រើនទៅលើ extension ណាដែលយើងចង់ block បាទអូខេអញ្ចឹងខ្ញុំ demo តែប៉ុណ្្នេះទេអញ្ចឹងមួយទៀតតាក់ទងទៅនឹង data leak prevention អញ្ចឹងនៅក្នុង data leak prevention ហ្នឹងខ្ញុំបានបង្កើត file មួយឈ្មោះថា block DLP rule អញ្ចឹងខ្ញុំចូលនៅក្នុងហ្នឹងមកខ្ញុំមាន rule ជាច្រើនបាទអញ្ចឹងនៅក្នុងនេះខ្ញុំធ្វើការ block ដូចជា extension មិញហើយ block file oversize បានន័យថាយើងចង់ឲ្យគេ upload download ចូលហ្នឹង file ហ្នឹងតែថា1មេទៅលើថា1មេឬក៏2មេអញ្ចឹងណាបាទគឺ block ឯង block keyword បាទអូខេ credit card ប្រភេទ credit card របស់យើងមានលេខមានអីអញ្ចឹងបាទហើយ ស្អិននេះគឺ block ទៅលើ9 digit 9លេខហើយនេះ block ទៅលើ watermark ដែលយើងដាក់នៅលើ word នៅលើ file អញ្ចឹងណាបាទអូខេអញ្ចឹងនៅក្នុងនេះគឺជា rule ដែលខ្ញុំ apply
នៅក្នុង DLP rule ហ្នឹងបាទឧទាហរណ៍ថាតាក់ទងទៅនឹង block មួយឧទាហរណ៍ខ្ញុំបើកឲ្យមើលតាក់ទងទៅនឹង credit card អូខេបាទអញ្ចឹង credit card យើងមាន rule ដែលគេ set ហើយយើងគ្រាន់តែ apply យកមកប្រើទេបាទអញ្ចឹងឲ្យតែ upload ទៅ ASA upload ទៅ HTTP បាទនឹងវានឹងធ្វើការ block អូខេឥឡូវយើងមកមើល credit card ជាទូទៅនៅក្នុង credit card យើងអូខេ file នេះអញ្ចឹងមាន content មានឈ្មោះមានលេខ example អញ្ចឹងណាបាទអញ្ចឹងយើងមកបើកដើម្បីធ្វើការ testing បាទបាទអញ្ចឹង file credit card នៅពេលដែលវាមាន information របស់យើងនៅក្នុង content ហ្នឹងដែលតាក់ទងទៅនឹង credit card វានឹងធ្វើការ block បែបនេះបាទអូខេអញ្ចឹងយើង move ទៅមួយចំណុចទៀតបាទឧទាហរណ៍ថាតាក់ទងទៅនឹង keyword អញ្ចឹងខ្ញុំបើក keyword ឲ្យមើលបាទអញ្ចឹងគឺ keyword ឡើយនេះគឺយើង block ទៅលើ regular expression អញ្ចឹងយើងអាចទៅសេតាក់ទងទៅនឹង block ដូចជាមានពាក្យ password secret token បាទ cyber test បាទ confidential ឬក៏ពាក្យអី private អី key ដែលយើងចង់ដាក់នៅក្នុងហ្នឹងដែល confidential សម្រាប់ company យើងដែល content ហ្នឹងមាននៅពាក្យហ្នឹងគឺ send ចេញអត់បានទេបាទអញ្ចឹងអូខេអញ្ចឹងយើងទៅធ្វើការ test ទាំងអស់គ្នាបាទអញ្ចឹងមុននឹងធ្វើខ្ញុំបើកនៅក្នុងនេះបាទអញ្ចឹងនៅក្នុងហ្នឹងមានពាក្យឧទាហរណ៍ថាបាទ API key យើង click មកពេលដែលយើង click គឺវានឹងធ្វើការ block បាទឧទាហរណ៍ពាក្យ password ឲ្យតែនៅក្នុង keyword ដែលយើងបាន block ហើយ file ហ្នឹងមាន content ទាំងអស់ហ្នឹងវានឹងធ្វើការ block បាទសិតតែ block បាទ secret បាទ token អញ្ចឹងយើង block ទៅតាម rule របស់ company យើងដែលចង់ឲ្យ special នៅ content ពាក្យមួយណាមួយអញ្ចឹងយើងអាចដាក់ keyword ហ្នឹងទៅអញ្ចឹងរាល់ឯកសារទាំងអស់ដែលគាត់ចង់ download ចេញអញ្ចឹងអីគឺអត់បាក់យកបានទេអូខេនេះជា function មួយនៅក្នុង PAM របស់យើងបាទនេះតើតងទៅនឹង ASN បាទអញ្ចឹងនៅក្នុង ASN ហ្នឹង rule របស់គេមានស្រាប់ហើយយើងគ្រាន់តែទាញយកមកប្រើបាទអញ្ចឹង block ទៅលើលេខ 9 ខ្ទង់បាទ regular expression បាទអូខេអញ្ចឹងខ្ញុំនឹងទៅបើក content ហ្នឹងឲ្យមើលថាតើ content ហ្នឹងវាមានលក្ខណៈបែបម៉េចបាទ ASN ហ្នឹងបាទអញ្ចឹង ASN ហ្នឹងបាទគឺមានលេខនេះលេខ1លេខ2លេខ3លេខ4លេខ5 6 7 8 19បាទអញ្ចឹងលេខហ្នឹងមានតម្រងបែបនេះគេហៅថា ASN ហ្នឹងអញ្ចឹងឲ្យតែមាន content តាក់ទងនឹងលេខតម្រងបែបនេះគឺវានឹងធ្វើការ block អូខេអញ្ចឹងយើងទៅតែទាំងអស់គ្នាបាទនេះតាក់ទងនឹង ASN បាទគឺវាធ្វើការ block ហើយឧទាហរណ៍ថា document ហ្នឹងយើងបាន convert ទៅជា PDF ទៅជា Word ទៅជាអីក៏ដោយឲ្យតែ content ហ្នឹងមានលេខដូចដែលខ្ញុំបានបង្ហាញមិញហ្នឹងគឺវាធ្វើការ block ដូចគ្នាបាទធ្វើការ block Word file block បាទអូខេអញ្ចឹងយើង move ទៅមួយទៀតចុងក្រោយគឺតាក់ទងទៅនឹងអាចថា file size បាទ file size នេះយើងចូលទៅមើលយើងអាចកំណត់បានបាទអញ្ចឹងនៅក្នុង file size នេះខ្ញុំដាក់ថា1034ឬក៏អីចឹងទៅបានន័យថាអាចថា1មេ1024 1មេអញ្ចឹងណាអញ្ចឹងបើ file ហ្នឹង over ដូចជា1មេកន្លះឬក៏2មេក៏ send អត់ចេញដែរបាទអញ្ចឹងខ្ញុំនឹងរក file របស់ខ្ញុំមួយអញ្ចឹងយើងអាចមើលកន្លែង file size នេះវាបានបាទដូចជា file file PJ នេះវា block extension ទេបាទអញ្ចឹងយើងអាចរក PDF hello បាទដូច EDR នេះអញ្ចឹងគឺវាទៅដល់6មេបាទអញ្ចឹងវានៅពេលដែលវា over គឺវាធ្វើការ block ទាំងអស់បាទអញ្ចឹងបើយើងសរុបរួមមកគឺ PAM របស់យើងមាន special add on ទី1គឺ antivirus បាទទី2គឺ data leak prevention បាទនៅក្នុងហ្នឹងគឺយើងអាច block បានរហូតទៅដល់6 7បាទឧទាហរណ៍ថាខ្ញុំចុច new ឲ្យមើលបាទអញ្ចឹងអ្វីដែលយើងអាច block បានមាន1 2 3 4 5 6 7 8 9 10បាទទៅលើ10 content បាទវាមាន encryption ហ្នឹងឧទាហរណ៍ថាយើងដាក់password នៅលើ file របស់យើងណាបាទអូខេអញ្ចឹងកន្លែងនេះប្រហែលជាខ្ញុំត្រូវ demo ឲ្យមើលមួយទៀតបាទកន្លែងនេះ encryption នេះបានន័យថាយើង set password ដើម្បីបើក content មួយហ្នឹងគឺត្រូវការ set password អញ្ចឹងនៅក្នុងហ្នឹងនៅពេលដែលយើង access file ហ្នឹងបាទក៏វាធ្វើការ block ដែរបាទ file របស់យើងឈ្មោះថា encryption block encryption បាទអញ្ចឹងនៅពេលដែលវាមាន protect នៅ password ដើម្បី upload ចេញក្រៅ download ចេញក្រៅហ្នឹងគឺវាធ្វើការ block ដែរបាទហើយនៅមួយចំណុចទៀតខ្ញុំអត់ទាន់បានយកមកបង្ហាញបាទគឺតើតនឹង watermark បាទអញ្ចឹង watermark កន្លែងនេះខ្ញុំដាក់ពាក្យថា cyber test បាទអញ្ចឹងនៅពេលដែលមាន watermark cyber test ហ្នឹងក៏យើងអាច protect បានដែរបាទបើយើងចូលមកមើល rule របស់យើងអូខេខ្ញុំនឹងចូលមកមើល rule ដើម្បីឲ្យតន់អ្នកគ្នាអូខេ block content បាទអញ្ចឹង keyword ខ្ញុំដាក់នៅក្នុង keyword ចុះបាទនៅក្នុង keyword មានពាក្យមួយ cyber test បាទអញ្ចឹងបើ watermark របស់យើងមានពាក្យ cyber test ហ្នឹងក៏យើងផ្ញើ
អត់ចេញដែរអង្គអូខេអញ្ចឹងយើងមកតេស្តតនឹងពាក្យថា watermark បាទ watermark នេះវាអត់ត្រូវជាមួយនឹង keyword យើងទេប៉ុន្តែវាជាឈ្មោះ file ប៉ុន្តែនៅក្នុង content watermark របស់វាតើទៅនឹង cyber text អញ្ចឹងគឺ download អត់ចេញដែរបាទអូខេអញ្ចឹងការធ្វើ test របស់ខ្ញុំមានតែប៉ុណ្្នឹងហើយសូមអរគុណទាំងអស់គ្នាប៉ុន្តែអាចមកចូលមើលនៅកន្លែងនេះបានយើងចូលមកមើលនៅក្នុង report security event បាទអញ្ចឹងនៅក្នុងហ្នឹងឧទាហរណ៍តាក់ទងទៅនឹង antivirus បានន័យថាវាបាន block file អី file អីចឹងយើងអាចមកបើកមើលបានបាទអញ្ចឹងវាប្រាប់យើងថាឈ្មោះអីបាទឈ្មោះ file ហ្នឹងអូខេអញ្ចឹង security ហ្នឹងគឺយើងអាច monitor data loss prevention យើងបាន block លើអីខ្លះ EDR watermark API បាទយើងចុចលើហ្នឹងមកអញ្ចឹងវានឹង list រាល់ event ដែលយើងបាន block បាទនេះគឺជាអ្វីដែលយើងងាយស្រួលក្នុងការ check report បាទអញ្ចឹងសូមអរគុណសូមបន្តតាមដានវីដេអូខ្ញុំអ្នកនរគ្នាខ្ញុំនៅមាន content ជាច្រើនទៀតបាទអរគុណ